បងប្អូនមានបញ្ហាកាមេរ៉ាញ័រនៅក្នុងវីដេអូមួយនេះបងប្អូនអាចសាកតាមវិធីនេះបានងាយទេបងប្អូនដោយមិនចាំបាច់អស់លុយអូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងជួបគ្នាជាថ្មីម្ដងទៀតសម្រាប់ iPhone 7 Plus អញ្ចឹងសម្រាប់ iPhone 7 Plus ក្នុងដៃរបស់ខ្ញុំនេះគឺមានបញ្ហាកាមេរ៉ាវាញ័រស្ថិតអញ្ចឹងណាអូខេឥឡូវខ្ញុំធ្វើការកោះអេក្រង់របស់វាដើម្បីបង្ហាញជូនបងប្អូនទាំងអស់គ្នាតិចសិនអញ្ចឹងបន្ទាប់ពីយើងធ្វើការកោះអេក្រង់ឲ្យបងប្អូនយើងគ្រាន់តែមានជាមួយនឹងកតិចដេចឆក់តិចមកណាឥឡូវខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាសិនថាតើបញ្ហារបស់វានេះគឺម៉េចអូខេឥឡូវយើងចូលមកកាន់កាមេរ៉ារបស់វាសិនអញ្ចឹងពេលដែលយើងចូលមកកាន់កាមេរ៉ារបស់វានេះបងប្អូនឃើញគឺវាញាក់អញ្ចឹងតែម្ដងយើងថតអីក៏អត់កើតដែរ scan QR code ក៏អត់បានដែរអញ្ចឹងដំណោះស្រាយរបស់វាគឺងាយទេបងប្អូនណាអញ្ចឹងយើងគ្រាន់តែធ្វើការកោះអេក្រង់មកបងប្អូនមានកតិចដាច់ឆក់នេះបងប្អូនអញ្ចឹងសម្រាប់គឺយើងមានកតិចដាច់ឆក់ទូចនេះមកបងប្អូនមានតែទូចមួយមកហើយយកមកដាក់កន្លែងកាមេរ៉ានឹងមកនេះអូខេឥឡូវយើងធ្វើការប្របែកដាច់ឆក់នឹងឲ្យទូចតិចសិនបើសិនជាយើងដាក់ធំពេកទៅវាធ្វើឲ្យកល់ពេលយើងបិទអេក្រង់ទៅវាបិទអត់ជាប់អញ្ចឹងយើងដាក់បន្លោះលើនឹងមកបងប្អូនឃើញទេនេះបងប្អូនអាចធ្វើតាមហ្នឹងទៅបងប្អូនយកកតិចដាច់ឆក់ទូចហ្នឹងយកមកដាក់ពីលើកាមេរ៉ាឡើយនេះមកបងប្អូនដាក់ទូចកុំទូចពេកកុំធំពេកដាក់មកល្មមព្រោះអីនៅពេលវាយើងត្រូវຕົកបន្លោះឲ្យយើងបិទអេក្រង់ផងអញ្ចឹងយើងដាក់តែដាច់ឆក់ប៉ុណ្្នឹងមកអញ្ចឹងបន្ទាប់ពីយើងដាក់ដាច់ឆក់ហើយបងប្អូនចាំមើលថាតើវាឈប់ញាក់អត់អូខេឥឡូវសារខ្ញុំមានកតិចនឹង2គ្រាប់អញ្ចឹងខ្ញុំដាក់ទាំង2គ្រាប់តែម្ដងទៅខ្ជិលទុកវាអានេះខ្ញុំយកពីក្រោយខ្នងដាច់ឆក់យូរបងប្អូនមានដាច់ឆក់ខ្មៅដុំអីអាចដំបបែកវាមកហើយយកកតិចទូចមកយកមកដាក់ឥឡូវយើងដាក់រួចហើយយើងមកតេស្តកាមេរ៉ារបស់វាមកតើវាញ័រទៀតអត់អូខេអញ្ចឹងបងប្អូនឃើញគឺវាអត់មានញ័រអត់មានអីទៀតទេគឺយើងប្រើការថតបានធម្មតាទាំងអស់ដំណោះស្រាយមួយនេះគឺងាយស្រួលមែនតើបងប្អូនជឿរួមបងប្អូនអាចធ្វើខ្លួនឯងក៏បានដែរអាចយកចូលទៅឲ្យជាងក៏គេធ្វើមធ្យោបាយនឹងឲ្យបងប្អូនទាំងអស់គ្នាដែរអូខេអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត